ស្ដាប់ណាបច្ចវគិទាំង5យើងរកឃើញផ្លូវឈ្នះភាពជរាការឈឺចាប់និងក្តីស្លាប់ហើយព្រះពុទ្ធជាម្ចាស់ដល់ដំណោនេះទៅពួកយើងផងយកកិច្ចឲ្យផុតពីប្រការគឺភាពងប់ងល់ទៅលើកាមរំឬការធ្វើបាបខ្លួនឯងអពិបាកប៉ុន្តែចូលប្រណិប័តតាមផ្លូវកណ្ដាលគឺការប្រណិប័តដែលឈានទៅរកការបំបត្តិទុក្ខ8ប្រការឬអង្គ8គឺ1ការយល់ឃើញត្រូវសមាទិដ្ឋិ2ការត្រេះរិះត្រូវសមាសង្កប្បៈ3ការនិយាយត្រូវសមាវាចា4ការងារត្រូវសមាកម្មន្តៈ5ការចិញ្ចឹមជីវិតត្រូវសមាអាជីវៈ6ការបំពេញព្យាយាមត្រូវសមាវិយាមៈ7ការរលឹកត្រូវសមាសតិ8ការតាំងចិត្តត្រូវសមាសមាធិ